ស្ត្រីមេម៉ាយបើកហាងសាច់អាំងប៉ុន្តែនំសាច់របស់នាងមិនដែលប្រើសាច់ជ្រូកទេដរាបណាបុរសដង្ហាចូលបន្ទប់របស់នាងនៅថ្ងៃបន្ទាប់បុរសនេះហាក់ដូចជាបាត់ពីពិភពលោកប៉ុន្តែលើកនេះនំសាច់របស់ស្ត្រីមេម៉ាយត្រូវបានបង្កើតឡើងអ្វីដែលកាន់តែចង់ដឹងនោះគឺនំបង់សាច់របស់នាងឆ្ងាញ់ណាស់ប៉ុន្តែនាងមិនដែលឲ្យកូនស្រីរបស់នាងញ៉ាំវាឡើយដូច្នេះហើយទើបកូនស្រីរបស់ខ្ញុំចេះចង់ដឹងតាំងពីនៅក្មេងតើនំសាច់របស់ម្ដាយខ្ញុំធ្វើពីសាច់ប្រភេទណារហូតដល់10ឆ្នាំក្រោយកូនស្រីធំឡើងទីបំផុតខ្ញុំមិនអាចជួយអ្វីបានក្រៅពីចង់ស្វែងរកអាថ៌កំបាំងដូច្នេះនាងចំណាយ100 រយន្តខ្ញុំបានទិញនំចំហុយពីហាងម្ដាយខ្ញុំពីអតិថិជនហើយពេលយកវាទៅផ្ទះខ្ញុំមិនអាចរងចាំញ៉ាំវាទេដោយមិននឹកស្មានដល់ខ្ញុំទើបតែបានខំគាត់ត្រូវបានម្ដាយរបស់គាត់ដែលមានភ្នែករហ័សនិងដៃរហ័សនៅពេលនេះកូនស្រីមិនអាចទ្រាំសួរម្ដាយបានទៀតទេអ្នកប្រាប់ខ្ញុំតើនំទាំងនេះធ្វើមកពីសាច់អ្វីទៅប្រាប់ខ្ញុំមកឈៀវខ្ញុំបានទិញសាច់ជ្រូកនៅក្បែរនោះមិនសមហេតុផលនៅតាមផ្លូវរបស់យើងម្ចាស់ហាងលក់សាច់សត្វទាំងនោះខ្ញុំបានសួរទាំងអស់ដឹងថាកូនស្រីរបស់ខ្ញុំបានសួរជ្រូកនោះយូរមកហើយម្ដាយរបស់ខ្ញុំមិនដែលទិញសាច់ពីផ្ទះរបស់គាត់ទេដូច្នេះតើម្ដាយលាក់អ្វីពេលនាងកុហកតើវាអាចជាសាច់របស់បុរសដែលចូលបន្ទប់ម្ដាយខ្ញុំឬនៅពេលនេះក្មេងស្រីកាន់តែភ័យខ្លាចពេលគិតរឿងនេះប៉ុន្តែនាងនៅតែប្រមូលផ្ដុំភាពក្លាហានពេលម្ដាយខ្ញុំកំពុងគេងខ្ញុំបានលួចចូលផ្ទះបាយដើម្បីដឹងថាមានរឿងអ្វីកើតឡើង